រឿងនាងកង្រីកាលពីព្រេងនាយមានព្រះរាជាមួយអង្គព្រះនាមព្រះបាទសុតត្តសោយរាជ្យនៅនគរមួយឈ្មោះនគរគុណធម្មាលីព្រះអង្គមានព្រះរាជបុត្រីមួយអង្គព្រះនាមនាងកង្រីនាងកង្រីមានព្រះភ័ក្ត្រស្រស់ស្អាតលើសលប់រហូតមានព្រះរាជាជាច្រើនចង់បានទ្រង់មកធ្វើជាអគ្គមហេសីថ្ងៃមួយព្រះបាទសុតត្តបានរៀបចំពិធីប្រកួតជ្រើសរើសគូអភិសេកសម្រាប់នាងកង្រីមានព្រះរាជាជាច្រើនអង្គបានយាងមកចូលរួមប៉ុន្តែក្នុងចំណោមនោះមានព្រះរាជាពីរអង្គដែលលេចធ្លោជាងគេគឺព្រះបាទទេវិនដែលជាស្ដេចមានឫទ្ធិអំណាចនិងព្រះបាទជួយសេនដែលជាស្ដេចមានប្រាជ្ញាឆ្លៀសវៃនាងកង្រីបានសម្រេចប្រតិជ្រើសរើសព្រះបាទជួយសេនដោយសារតែទ្រង់យល់ថាប្រាជ្ញាមានតម្លៃជាងកម្លាំងព្រះបាទទេវិនមានការខឹងសម្បារយ៉ាងខ្លាំងហើយបានប្រកាសសង្គ្រាមជាមួយនគរគុណធម្មាលីសង្គ្រាមបានផ្ទុះឡើងយ៉ាងសាហាវហើយទីបំផុតព្រះបាទទេវិនបានប្រើមន្តអាគមបណ្ដាលឲ្យនាងកង្រីបាត់បង់ស្មារតីហើយចាប់យកទៅធ្វើជាមហេសីរបស់ទ្រង់ព្រះបាទជួយសេនមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់នាងកង្រីទ្រង់បានសម្រេចប្រតិចេញទៅតាមរកនាងតាមផ្លូវទ្រង់បានជួបនឹងលោកតាចាស់ម្នាក់ដែលជាអ្នកប្រាជ្ញលោកតាចាស់បានប្រាប់ព្រះបាទជួយសេនពីកន្លែងដែលនាងកង្រីត្រូវបានឃុំឃាំងនិងបានប្រាប់ពីមន្តអាគមរបស់ព្រះបាទទេវិនព្រះបាទជួយសេនបានទៅដល់នគររបស់ព្រះបាទទេវិនហើយបានបន្លំខ្លួនចូលទៅក្នុងវាំងទ្រង់បានលួចចូលទៅជួបនាងកង្រីហើយបានប្រាប់ពីផែនការជួយនាងកង្រីបានប្រាប់ព្រះបាទជួយសេនថាព្រះបាទទេវិនមានបេះដូងលាក់ទុកនៅក្នុងផ្លែក្រូចមួយផ្លែដែលស្ថិតនៅក្នុងពោះរបស់ត្រីឆ្លាមដ៏ធំមួយនៅក្នុងមហាសមុទ្រព្រះបាទជួយសេនបានចេញទៅតាមរកត្រីឆ្លាមនោះទ្រង់បានជួបនៅស្វាឆ្លាតមួយក្បាលដែលបានជួយទ្រង់ចាប់ត្រីឆ្លាមយកផ្លែក្រូចមកវិញនៅពេលដែលទ្រង់ច្របាច់ផ្លែក្រូចនោះព្រះបាទទេវិនក៏បានបាត់បង់ឫទ្ធិអំណាចហើយក៏ស្លាប់បាត់ទៅព្រះបាទជួយសេនបាននាំនាងកង្រីត្រឡប់មកនគរវិញហើយបានរៀបអភិសេកជាមួយគ្នាពួកទ្រង់បានសោយរាជ្យដោយសុខសន្តិភាពនិងយុត្តិធម៌រហូតដល់ចាស់ជរា